មិនទាន់អាចបញ្ឆេះឡានទៅមុខបើសិនជាអ្នកមិនទាន់ស្គាល់សញ្ញាព្រមានទាំង5នេះមនុស្សជាច្រើនត្រូវចំណាយលុយរាប់ពាន់ដុល្លារដើម្បីដូរម៉ាស៊ីនឬក៏ជួបគ្រោះថ្នាក់កណ្ដាលផ្លូវដោយសារតែការមើលរំលងភ្លើងសញ្ញាតូចៗអស់ទាំងនេះវាប្រៀបដូចជាឡានកំពុងតែស្រែកសង្គ្រោះបន្ទាន់ប្រាប់ថាវាចិត្តលែងទៅរួចហើយក្នុងនាមខ្ញុំជាអ្នកចែករំលែកចំណេះដឹងផ្នែករថយន្តខ្ញុំបានឃើញមេរៀនជាច្រើនពីការធ្វេសប្រហែសអស់ទាំងនេះថ្ងៃនេះខ្ញុំនឹងធ្វើការបកស្រាយឲ្យបានក្បោះក្បាយពីអត្ថន័យពិតនៃភ្លើងសញ្ញានីមួយៗដើម្បីជួយឲ្យបងប្អូនចំណេញលុយនិងធ្វើដំណើរដោយសុវត្ថិភាពទី1ស្លាកសញ្ញាប្រេងម៉ាស៊ីនតួនាទីរបស់វាគឺបញ្ជាក់ពីសម្ពាធប្រេងដែលរុញទៅចិញ្ចឹមគ្រឿងម៉ាស៊ីនវាមានភាពសំខាន់ខ្លាំងណាស់ដូចជាសរសៃឈាមរបស់ឡានអញ្ចឹងបើគ្មានសម្ពាធប្រេងគ្រឿងដៃនៅក្នុងម៉ាស៊ីននឹងកកិតគ្នាយ៉ាងខ្លាំងរហូតដល់រលាយជាប់គ្នាដែលយើងធ្លាប់និយាយថាកៀងម៉ាស៊ីននោះឯងមូលហេតុដែលធ្វើឲ្យវាលោតនូវសញ្ញាមួយនេះដោយសារតែវាខ្វះនៅប្រេងម៉ាស៊ីនយ៉ាងខ្លាំងឬក៏បូមប្រេងរបស់វានឹងគឺខូចឬស្ទះតម្រងប្រេងដំណោះស្រាយបន្ទាន់ត្រូវជប់ឡានពន្លត់ម៉ាស៊ីនភ្លាមហើយបើកបោកបន្តទោះបីជាចម្ងាយត្រឹមតែ1គីឡូក៏ដោយត្រូវឆែកកម្រិតប្រេងតាមរយៈម៉ាកគេប្រេងម៉ាស៊ីនជាមុនសិនរូបសញ្ញាទី2គឺបង្ហាញទៅលើសញ្ញារូបកម្ដៅតួនាទីរបស់វាគឺព្រមានថាទឹកស្អប់ម៉ាស៊ីនគឺឡើងក្ដៅហួសកម្រិតមូលហេតុដែលធ្វើឲ្យវាលោតរូបសញ្ញានេះគឺធ្លាយធុងទឹកឬក៏កង្ហារមិនវិលឬវ៉ាន់ទឹកដែលហៅថាតេម៉ូស្តានោះមិនដំណើរការតែម្ដងដំណោះស្រាយបន្ទាន់បងប្អូនត្រូវធ្វើការអែបរថយន្តទៅខាងគៀនហាមបើកធុងទឹកទាំងកម្ដៅក្ដៅព្រោះថាសម្ពាធក្ដៅនឹងបាញ់រលាកខ្លួនរបស់យើងរងចាំឲ្យត្រជាក់យ៉ាងតិចណាស់30នាទីទើបពិនិត្យនៅទឹកនោះបានរូបសញ្ញាទី3គឺបញ្ជាក់អំពីរូបសញ្ញាបញ្ចុះអគុយតួនាទីរបស់វាគឺបញ្ជាក់ថាប្រព័ន្ធភ្លើងរបស់យើងលែងសាកបញ្ចុះអគុយទៀតហើយប្រសិនជាវាលោតសញ្ញាបែបនេះមានន័យថាឡានអ្នកកំពុងតែប្រើភ្លើងចុងក្រោយដែលនៅសេសសល់ពីអគុយពេលអស់ភ្លើងនេះឡាននឹងរលត់នៅកណ្ដាលផ្លូវទាំងចង្កូតទាំងហ្វ្រាំងនិងរឹងពិបាកក្នុងការបញ្ជាមូលហេតុដែលធ្វើឲ្យលោតសញ្ញាមួយនេះគឺមកពីឌីណាម៉ូខូចឬក៏ខ្សែពីនៃឌីណាម៉ូនោះគឺមានបញ្ហាម្យ៉ាងវិញទៀតដំណោះស្រាយបន្ទាន់បងប្អូនគួរតែបិទគ្រឿងអគ្គិសនីមិនចាំបាច់បើកទាំងអស់នោះទេដូចជាម៉ាស៊ីនត្រជាក់ឬក៏វិទ្យុជាដើមរួចប្រញាប់បើកទៅរកជាងដែលនៅជិតបំផុតរូបសញ្ញាទី4គឺរូបសញ្ញាហ្វ្រាំងតួនាទីរបស់វាគឺព្រមានពីបញ្ហាសុវត្ថិភាពនៅក្នុងប្រព័ន្ធហ្វ្រាំងបញ្ហាមួយនេះគឺសំខាន់ខ្លាំងណាស់ពាក់ព័ន្ធនឹងអាយុជីវិតរបស់យើងតែម្ដងបើហ្វ្រាំងមានបញ្ហាអ្នកមិនអាចបញ្ឈប់រថយន្តបានតាមចិត្តនោះទេមូលហេតុដែលធ្វើឲ្យវាលោតមានន័យថាអស់ស្បែកហ្វ្រាំងធ្លាយទុយោប្រាំងឬក៏ខ្វះប្រេងប្រាំងដំណោះស្រាយបន្ទាន់នោះគឺសាកជាន់ហ្វ្រាំងសាកមើលតើមានប្រសិទ្ធភាពដែរឬទេបន្ទាប់មកត្រូវបន្ថយល្បឿនយឺតៗរួចចូលមកអាគៀនរូបសញ្ញាទី5បញ្ជាក់ពីរូបម៉ាស៊ីនដែលឲ្យឈ្មោះថា check engine តួនាទីរបស់វាគឺប្រាប់ថាប្រព័ន្ធកុំព្យូទ័ររបស់ឡានរកឃើញភាពមិនប្រក្រតីនៃគ្រឿងម៉ាស៊ីនឬក៏ sensor ណាមួយដែលមានបញ្ហាទោះបីជាឡានបើកបរទៅមុខកើតតែវាធ្វើឲ្យម៉ាស៊ីនឆាប់ខូចគ្រឿងបន្លាស់ថ្លៃៗផ្សេងទៀតនិងធ្វើឲ្យរថយន្តស៊ីសាំងលើកម្រិតមូលហេតុដែលលោតអាចមកពីធុងសាំងដែលបិទមិនជិតខូចប៊ូស៊ីឬក៏ sensor ខ្យល់ផ្សែងឬក៏ sensor អ្វីផ្សេងទៀតដែលជាប់ជាមួយនឹងម៉ាស៊ីនដំណោះស្រាយមិនបាច់ជប់ឡានឯកភាពនោះទេតែត្រូវយករថយន្តរបស់យើងចូលជាងដោត scan ដើម្បីដឹងពីចំណុចខូចពិតប្រាកដការយល់ដឹងពីភ្លើងសញ្ញាទាំងនេះមិនត្រឹមតែជួយឲ្យបងប្អូនសន្សំលុយបានច្រើននោះទេតែវាគឺជាការការពារអាយុជីវិតរបស់ខ្លួននិងអ្នករួមដំណើរផងដែរបើសិនជាបងប្អូនយល់ថាព័ត៌មាននេះមានតម្លៃកុំភ្លេចចុច like និង share ទៅកាន់អ្នកបើកបរឡានដទៃទៀតផងចុះឡានរបស់បងប្អូនវិញធ្លាប់រកសញ្ញាណាមួយដែរដែលធ្វើឲ្យអស់លោកអ្នកភ័យ comment ចែករំលែកខាងក្រោមម្នាក់មួយមក